ការហើយរាប់ឆ្នាំបងប្អូនប្តីខ្ញុំទៅសប្រៃខ្ញុំបានតែ2ដងគាត់សប្រៃលើកទី1នោះកាហើយផាយជាមួយឆ្នាំជាងឥឡូវលើកនេះគឺជាលើកទី2ហើយខ្ញុំមកបើកមើលតើគាត់យកស្អីគេមកសប្រៃខ្ញុំហើយពេលដែលខ្ញុំបើកទៅឃើញថានេះគឺជាប្រភេទដៃមឹកដូងបងប្អូនគេយកមកធ្វើគីមឈីហើយមាន3ប្រអប់ហ្នឹងមិនមែនដៃមឹកដូងទាំងអស់ទេអាមួយទៀតគឺជាប្រភេទមឹកធម្មតាហើយមួយទៀតដូចស្អីគេទេខ្ញុំមិនបានមើលដែរបងប្អូនហើយបន្ទាប់មកហើយអានេះគឺខ្ញុំកំពុងតែរៀបចំបើកណាអាហ្នឹងក្តាមគាត់ថាក្តាមហ្នឹងក្តាមគេធ្វើគីមឈីអញ្ចឹងណាគេយកមកធ្វើគីមឈីហើយរសជាតិអីមិនដឹងថាយ៉ាងណាយ៉ាងណីទេបងប្អូនអើយហើយប្តីខ្ញុំគាត់មាន surprise អីខុសពីរបស់ទាំងអស់ហ្នឹងឯងព្រោះគាត់ដឹងថាខ្ញុំចូលចិត្តអញ្ចឹងណាហើយគាត់ថាគាត់ surprise លើកទី1ហ្នឹងជាប្រភេទក្តាមធម្មតាក្តាមស្រស់អីចឹងទៅយើងអាចយកទៅច្នៃធ្វើម្ហូបអីផ្សេងបានតែអានេះអត់ទេក្តាមធ្វើគីមឈីចឹងយើងយកមកយើងហូបតែហ្មងអត់មានយកតែច្នៃធ្វើអីទេហើយខ្ញុំសាកហូបមើលទៅឃើញថាឆ្ងាញ់គ្រាន់បើតែអាឆ្ងាញ់ហ្នឹងមិនមែនក្តាមទេណាបងប្អូនគឺជាប្រភេទគេថាខ្ទឹមបារាំងគេយកមកធ្វើគីមឈីអានេះគឺម្ហូបកូរ៉េទេគាត់ទៅដើរលេងទៅត្រឡប់មកវិញគាត់ទិញយកមកផ្ញើខ្ញុំក៏អត់មានដឹងថាគាត់ទៅដើរលេងអីទេតែតេលេតែហ្មងព្រោះអីគាត់ទៅតែមួយថ្ងៃវិលវិញអញ្ចឹងហើយខ្ញុំស្មានគាត់ទៅធ្វើការធម្មតាអូយនិយាយមែនបងប្អូនបើថាប្តីមានស្រីមានអីគ្មានដឹងអីទេតែតេលេតែហ្មងតើតែគេដឹកដៃស្រីឲ្យមកសុំលេងលះឲ្យតែហ្មងនោះទើបដឹងថាអូប្តីមានស្រីអញ្ចឹងគឺមានអីបងប្អូនក្រៅពីប្រិតមេដៃទៅបើអស់ចិត្តជាមួយគ្នាទៅហើយឥឡូវឆ្លេះហ៎បងប្អូនអានេះគ្រាន់ជាការគិតតែមួយឯងវាមិនទាន់កើតឡើងយើងទុកសិនឥឡូវមកចូលវគ្គហូបម្ដងបងប្អូនមុនហូបក្តាមបង្ហាញបងប្អូនខ្ញុំសុំហូបបាយហូបរបស់ដែលស្រួលសិនណាចឹងណាព្រោះអីក្តាមរៀងបាក់ហូបហើយម្យ៉ាងខ្ញុំហេវខ្លាំងដែរបងប្អូនអើយទប់ឃ្លានសិនព្រោះក្តាមពិបាកហូបអញ្ចឹងហូបវាអត់ទាន់ចិត្តដែលយើងចង់ហូបទេព្រោះឃ្លានខ្លាំងដោយសារតែបាយទឹកកូនទម្រាំតែហើយបានមកហូបខ្លួនឯងចេះគឺថាយូរមែនតើបងប្អូនអើយរដងខ្ញុំហូបជាមួយគាត់ទេប៉ុន្តែថ្ងៃនេះដោយសារតែហូបគីមឈីរបស់ប្រឡាក់អត់អាចហូបមួយគ្នាបានទេបើសិនហូបមួយគ្នាបងប្អូនខ្ញុំប្រកាសជាប្រឡាក់ពីក្បាលដល់ចុងជើងឥឡូវចាញ់មកបងប្អូនគាត់ចាញ់មកពីងូតទឹកអត់ទាន់បានសងូតសាក់ឲ្យទេគាត់អត់ព្រមឲ្យប៉ាគាត់សងូតសាក់ឲ្យទេបងប្អូនកូនមួយនេះគឺថាតាមខ្ញុំស្អិតដូចតុកកែអញ្ចឹងងូតទឹកអាចងូតជាមួយប៉ាគាត់បានតែចាញ់ពីកន្លែងងូតទឹកហើយគឺតាមខ្ញុំយកតែម្ដងហើយកូនតាមពេកចេះបងប្អូនអត់ស្រួលទេបងប្អូនគឺថាវេទនាយើងវិញទេហើយគាត់ឃើញខ្ញុំហូបគាត់ទីហូបដែរតែអាណាឲ្យហូបបងប្អូនហៅគាត់ហូបមិនកើតទេហើយបើនិយាយពីរសជាតិរបស់ក្តាមគីមឈីនឹងវិញគឺអត់ឆ្ងាញ់ទេបងប្អូនដោយសារវាសាច់តិចពេកហើយចំពោះដៃក្តាមគឺគេអត់បានកាត់ដល់ពេលចឹងទៅវាអត់បានចូលរសជាតិទៅដល់ដៃសាច់ដែលមាននៅក្នុងដៃក្តាមតគីបក្តាមនឹងទេអញ្ចឹងវាធ្វើសាច់នឹងវាខ្សោះនិយាយទៅអត់ឆ្ងាញ់ទេបងប្អូនសម្រាប់ខ្ញុំណាប៉ុន្តែយ៉ាងណាក៏ជាតិទឹកចិត្តប្តីដែលទិញមកសប្រៃហើយគឺប្រាប់ប្តីត្រង់ថាអរគុណប៉ុន្តែអត់ឆ្ងាញ់ទេហើយប្តីខ្ញុំថាអីទេចាំលើកក្រោយចាំគាត់នឹកនឹងសើចរកហាងណាឆ្ងាញ់តែខ្ញុំហូបទៀតហើយខ្ញុំហូបបង្ហាញបងប្អូនមកប៉ុណ្្នឹងឯងបងប្អូនដោយសារតែហូបក្តាមតតែដៃយើងដូចក្តាមឯនោះទៅហូបឆ្ងាញ់អញ្ចឹងណាបើថានៅពាក់ស្រោមដៃស្រោមជើងបងប្អូនឯង3ម៉ោងទាន់ហើយបងខ្ញុំនិយាយមែនអញ្ចឹងគឺសុំបិទវីដេអូដោះស្រោមដៃចេញគឺហូបបែបធម្មជាតិរបស់ខ្ញុំហើយចំពោះក្តាមនេះបងប្អូនជាក់ស្ដែងបងប្អូនមើលទៅគឺស្បូរតែទឹកគីមឈីទេចាញ់មឹកនេះវិញណាបងប្អូនដៃមឹកនេះគឺឆ្ងាញ់សំបីប្តីខ្ញុំពេលដែលគាត់សាក់ទៅក៏គាត់ថាឆ្ងាញ់ដែរហើយចំពោះតម្លៃខុសគ្នាដែរបងប្អូនមឹកថោកជាងហើយប្រអប់មឹកក៏វាទូជាងដែរអញ្ចឹងណា